ấy cầm chào tất cả và xong thà bằng chân mình cực chui sọc đây ấy rương sọc đấy bên nơi nhà thua cục rong nâng ảnh hay con cha nó chui mình ọt chui thế nè miền sài nó chui mình ọt chui thế chui đầm bay son đầm hiệp chui đầm bay ọp rum đợt đôi của Phậtศาสนา đầm bay ở bong ôn con trai miền thì đây sọc ngọc không có tê không là cô nâng ảnh thèm về ban mà rồi phê rồi mấy có bàn tay về ban chỉ chấm này khla chẳng thế về đôi chỉ thà dân nị dây ở trầm trơ dân công nị dây thà Phậtศาสนา mình chui ấy mình mang ấy rồi văn krương nhiên ấy dân công nị dây đắc kha tha mình chui từng sòng chăng dân trơ nị dây thà miền của Phậtศาสนา bản năng phong nơiแต่miền mình mang ấy nâng đây khi mình ban đạp thua nữa ná ban từ tua ca ọp rum nâng ná cho tụm rom đo tới mình miền tiệt dân dây chắc ban về trời chẳng dân nơiแต่ ឲ្យ គុណ តម្លៃ នៃ ពុទ្ធ សាសនា ប៉ុន្តែ ធ្វើ ម៉េច សំបី សម័យ ពុទ្ធ កាល ក៏ នៅ តែ មាន ចោល ដែរ ចោល 500 ចោល 1000 នឹង ពុទ្ធ ត្រាស់ ដឹង ផង ឲ្យ ព្រះ អង្គ ទៅ ធ្វើ ម៉េច បើ វា រឿង ជា អ្នក ដែល ខ្វះ ឧបនិស្ស័យ អត់ បាន មក ស្ដាប់ ពធ នោះ ប៉ុន្តែ ព្រះ សង្ឃ មាន កិច្ច ទួនាទី រក្សា ពុទ្ធ សាសនា រក្សា វត្ត អារាម រក្សា បត្រៃ 3 ដក ហើយផ្សព្វផ្សាយអរិយធម៌បព្វធម៌ត្រូវតែឃើញគុណតម្លៃនៃព្រះសង្ឃដែលជាបព្វជិតអ្នកមានសិលនឹងចឹងទាំងដូច្នេះកណាគុណចាស់មិនមានបញ្ហាអីថាអាត្មាអញមិនបានជួយសង្គមជាតិអីមិនមែនទេគុណចាស់ជួយក្រៃលែងណាស់ជួយទាំងមនុស្សទាំងទេវតាជួយទាំងអ្នករស់ជួយទាំងអ្នកស្លាប់ទៅកម្មអបាយភូមិទៀតនោះដោយភាពជាតេខិណៃបុគ្គលជួយញាតិទៀតគឺណាញាតិតថចរិយាទៀតញាតិរបស់ព្រះគុណចាស់មិនត្រឹមតែបរតតោបជីវិតប្រែទេណាសំបីទៅកម្មអបាយភូមិនរកគ្រាន់តែនឹករលឹកមកត្រេកអរនឹងប្រគុណម្ចាស់ជាបព្វជិតអ្នកមានសិលរួចពីនរកបានណានឹងនៅក្នុងអាកាំងខៃអសោតបេដកលេខ20ចឹងនៅក្នុងអត្តកថាទេវទូតសោតអីហ្នឹងក៏មានជារឿងប៉ុន្តែសំខាន់គឺអាកាំងខៃអសោតអានិសង្ឃរបស់បព្វជិតអ្នកមានសិលមាន17មុខនឹងឯងនឹងពួកញាតិដែលទៅនរកផងទៅឲ្យតែចេះត្រេកអរនឹងប្រគុណម្ចាស់ជាអ្នកមានសិលជាបព្វជិតនឹងរួចពីនរកបានហើយមើលប្រគុណម្ចាស់មានអានុភាពទលំទលាយជួយដល់មនុស្សនិងទេវតាអ្នករស់អ្នកស្លាប់អីនឹងក្រៃលែងណាស់អញ្ចឹងគឺថាវាអាចមានពាក្យសម្ដីពីក្រៅខ្លះចោតប្រកម្មថាបួសសងំយុទ្ធស័កអីមិនជួយស្រុកដីប្រទេសនគរអីហ្នឹងវាអាចថាបានប៉ុន្តែថាយើងមិនចេះតែមួម៉ៅដៅកាហើយកើតទុកអីទៅទេណានឹងឯងយើងពិចារណាទាំងព្រោះធម្មតាអ្នកថាក៏គាត់មានហេតុផលរបស់គាត់ចឹងទៅអ្វីសិតតែមានហេតុផលហើយយើងចូលឲ្យទៅដល់បរមត្តទៅទៀតទៅគឺជាការពិត 100% ហើយប៉ុន្តែជាការពិតដោយបរមត្តទេណាមិនមែនយើងគ្រប់គ្រងបាបអកុសលទេអកុសលក៏មានការពិតរបស់គេអកុសលដែលកើតឡើងមានបច្ច័យនៃអកុសលហ្នឹងអកុសលមូលលោភៈទុសៈមោហៈនាំឲ្យមានអកុសលកម្មអកុសលមូលហ្នឹងក៏អាស្រ័យគ្នានឹងគ្នាអាស្រ័យមោហៈអាស្រ័យឧបនិស្សយបច្ច័យអញ្ចឹងគឺថាកណាគុណចាស់មានតែសេចក្តីសុខស្ងប់រក្សាព្រះសាសនាដ៏ធំទលំទលាយជាមរតកពធតទៅដល់កូនដល់ចៅទៀតដោយព្រះថេណាស្រាប់អញ្ចឹងមើលព្រះអង្គមិនអ្នកបួសហើយទេណាហើយព្រះអង្គមិនធ្វើកិច្ចការងារព្រះសាសនារក្សាបត្រៃបីដកពុទ្ធសាសនាហ្នឹងដូច្នេះគឺអត់មានរឿងទោសពេយអីក្នុងសភាពដែលជាអ្នកបួសទេនឹងឯងព្រោះព្រះពុទ្ធអង្គតែទ្រង់មានបព្វញ្ញុតញ្ញាណព្រះអង្គស្ថាបនាស្ថាប័នព្រះសាសនាមានបព្វជិតហើយព្រះអង្គមានតែសរសើរទាំងសរសើរបព្វជិតនឹងឯងព្រះអង្គប្រកាសសម្ដែងឲ្យភិក្ខុវជីបុត្រមួយអង្គបានសម្រេចព្រះអរហន្តព្រះអង្គត្រាស់ថាទុបបពេជាងទុរភិរមាំងទុរាវាសាករិយទុក្ខាទុក្ខោសមានសង្វាសោទុក្ខានុបតិតតគូតាស្មាអ្នកចតគូសិយាអ្នកចទុក្ខានុបតិតោសិយាមកគាថាកន្លះអង្គប្រកាសពីរឿងវិខបជីបុត្រនឹងឯងដែលអត់សុកមកយប់នឹងឬគេដេញដំប្រគុំដូរតន្ត្រីនៅឯក្រុងវេសលីនឹងឃើញតែខ្លួនឯងនឹងមនុស្សកំសត់ដូចជាកត់អស់គេក៏វែងចោលអីចឹងទៅប៉ុន្តែទេវតាមកសរសើរទាំងក្នុងគាថាធម្មបទក៏មាននៅក្នុងសង្យុត្តនិកាយសគាទវៈ3ដកលេខ30វគ្គអ្នកសង្យុត្តនឹងក៏មានត្រង់វិជីបតសោតហ្នឹងទេវតាសរសើរថាអូមនុស្សនឹងទេវតាស្រឡាញ់លោកម្ចាស់ណាដូចជាសត្វនរកស្រឡាញ់ដំណើរទៅកាន់ទេវលោកអញ្ចឹងដែលវាទុកវាលំបាកហ្នឹងគឺថាត្រូវការដំណើរទៅកាន់មនុស្សទៅកាន់ទេវលោកណែមនុស្សនិងទេវតាណាគឺថាស្រឡាញ់ជ្រះថ្លាលោកម្ចាស់ដូចជាសត្វនរកស្រឡាញ់ដំណើរទៅកាន់ឋានសួគ៌អញ្ចឹងគឺមនុស្សក៏ដោយទេវតាក៏ដោយមិនមែនខ្វះទេទ្រព្យសម្បត្តិកាមគុណជាទេពប៉ុន្តែមកស្រឡាញ់ជ្រះថ្លានឹងលោកម្ចាស់ដល់អញ្ចឹងព្រឹកឡើងភិក្ខុហ្នឹងទៅទូលព្រះអង្គទៅព្រះអង្គសម្ដែងព្រះគាថាហ្នឹងឯងហើយក៏សម្រេចព្រះអរហន្តទៅរៀបរាប់ពីរឿងបួសហ្នឹងមិនងាយទេណាលះបង់វង្សាកណាញាតិមកបួសហ្នឹង